បាទសូមគោរពជំរាបសួរដល់បងប្អូននិស្សិតនិងសាធារណជនទាំងអស់នៅក្នុងថ្ងៃនេះខ្ញុំបាទសូមធ្វើបទបង្ហាញលើប្រធានបទច្បាប់ស្តីពីបទរដ្ឋាភិបាលកិច្ចដែលព្រះមហាក្សត្រនៃប្រជាជាតិនៃកម្ពុជាលោកបានឡាយពហុលេខាលើពាណិជ្ជក្រមប្រកាសឲ្យប្រើនៅឆ្នាំ2019ហេតុអីបានជាខ្ញុំលើកយកនៅច្បាប់ស្តីពីបទរដ្ឋាភិបាលកិច្ចនេះយកមកធ្វើបទបង្ហាញបាទដោយសារតែខ្ញុំចង់បង្ហាញទៅដល់បងប្អូននិស្សិតក៏ដូចជាសាធារណជនទូទៅឲ្យយល់ដឹងអំពីវិស័យបទរដ្ឋាភិបាលកិច្ចនៅកម្ពុជាឲ្យកាន់តែបានស៊ីជម្រៅនិងច្បាស់លាស់ថែមដោយសារតែច្បាប់ស្តីពីបទរដ្ឋាភិបាលកិច្ចនេះគឺពាក់ព័ន្ធជាមួយនឹងបុគ្គលដែលមានទ្រព្យសម្បត្តិហើយគាត់ចង់រកអ្នកណាមួយដើម្បីមកធ្វើការគ្រប់គ្រងថែរក្សានិងវិនិយោគទៅលើទ្រព្យសម្បត្តិរបស់គាត់ដើម្បីផ្ដល់ឲ្យអត្ថប្រយោជន៍នោះមកដល់គាត់វិញផ្ទាល់ឬក៏ទៅដល់អត្ថគិអគ្គបុគ្គលណាមួយដែលគាត់ចង់ផ្ដល់នៅអត្ថប្រយោជន៍នោះទៅឲ្យអញ្ចឹងនៅក្នុងច្បាប់ស្តីពីបទរដ្ឋាភិបាលកិច្ចនេះបើយើងក្រឡេកទៅមើលច្បាប់គឺវាមាន8ជំពូកដែលជំពូកទី1និយាយអំពីបទបញ្ញត្តិទូទៅជំពូកទី2និយាយអំពីបទរដ្ឋាភិបាលកិច្ចជំពូកទី3បទរដ្ឋាភិបាលទីយោបទរដ្ឋាភិបាលនិងអត្ថគិអគ្គជំពូកទី4និយាយអំពីការចុះបញ្ជីបទរដ្ឋាភិបាលការត្រួតពិនិត្យនិងការបញ្ចប់បទរដ្ឋាភិបាលកិច្ចជំពូកទី5និយាយអំពីការដោះស្រាយវិវាទនិងការធ្វើអធិការកិច្ចជំពូកទី6ទោសបញ្ញត្តិជំពូកទី7អន្តរបញ្ញត្តិជំពូកទី8អវសានបញ្ញត្តិដោយក្នុងការធ្វើបទបង្ហាញច្បាប់ស្តីពីបទរដ្ឋាភិបាលកិច្ចនេះខ្ញុំបាទមិនបានលើកយកលម្អិតច្បាប់ទាំងស្រុងយកមកបកស្រាយនៅក្នុងប្រធានបទនេះទេក៏ប៉ុន្តែខ្ញុំបាទបានសង្ខេបនិងប្រមូលព័ត៌មានផ្សេងៗទាក់ទងជាមួយការអនុវត្តច្បាប់ស្តីពីបទរដ្ឋាភិបាលកិច្ចនេះដោយកំណត់យកត្រឹមតែមាតិកា8ចំណុចតែចំណុចទី1និយាយអំពីសេចក្តីផ្ដើមចំណុចទី2និយាយអំពីសញ្ញាទូទៅចំណុចទី3និយាយអំពីនីតិវិធីនៃការបង្កើតបទរដ្ឋាភិបាលកិច្ចចំណុចទី4និយាយពីនីតិវិធីនៃការចុះបញ្ជីបទរដ្ឋាភិបាលកិច្ចចំណុចទី5និយាយអំពីការបញ្ចប់បទរដ្ឋាភិបាលកិច្ចចំណុចទី6និយាយអំពីការដោះស្រាយវិវាទនិងការធ្វើអធិការកិច្ចចំណុចទី7ទោសបញ្ញត្តិក្នុងវិស័យបទរដ្ឋាភិបាលកិច្ចចំណុចទី8សេចក្តីសន្និដ្ឋានឥឡូវនេះយើងចាប់ផ្ដើមចូលមកដល់ចំណុចទី1គឺសេចក្តីផ្ដើមបើយើងនិយាយអំពីបទរដ្ឋាភិបាលកិច្ចគឺសំដៅទៅលើចំណងកាតព្វកិច្ចស្របច្បាប់មួយដែលក្នុងនោះអ្នកដែលមានទ្រព្យសម្បត្តិមូលធនឬក៏មូលនិធិតខ្លួននឹងគាត់បានប្រគល់ទ្រព្យសម្បត្តិមូលនិធិឬក៏បាទមូលធនរបស់ខ្លួនទៅឲ្យបុគ្គលម្នាក់ផ្សេងទៀតដែលជាបទរដ្ឋាភិបាលបាទដែលគាត់មានជំនាញវិជ្ជាជីវៈចំណេះដឹងគុណវុឌ្ឍិគ្រប់គ្រាន់ហើយបទរដ្ឋាភិបាលនោះជាអ្នកដែលទទួលបានអាជ្ញាប័ណ្ណឬក៏ការអនុញ្ញាតពីនាយកបបរដ្ឋាភិបាលកិច្ចយកទៅគ្រប់គ្រងប្រើប្រាស់ចាត់ចែងនិងថែរក្សាជំនួសម្ចាស់ទ្រព្យដើម្បីបង្កើតជាអត្ថប្រយោជន៍ដល់អត្ថគិអគ្គអាចសំដៅទៅលើអ្នកដែលផ្ដល់ឲ្យហ្នឹងគាត់ចង់ឲ្យគេរកស៊ីជំនួសគាត់ហើយផ្ដល់អត្ថប្រយោជន៍ឲ្យគាត់វិញឬក៏គាត់បានកំណត់បុគ្គលណាមួយផ្សេងទៀតដើម្បីទទួលបានអត្ថប្រយោជន៍ពីការធ្វើប្រតិបត្តិការលើទ្រព្យសម្បត្តិរបស់គាត់នឹងឯងបាទហើយបើយើងប្រឡេកមកមើលទំហំក៏ដូចជាការចុះបញ្ជីបទធននៅកម្ពុជាយើងគិតត្រឹមឆ្នាំ2021រហូតមកដល់ឆ្នាំ2025របាយការណ៍របស់នាយកបទធនបាលកិច្ចដែលខ្ញុំបានស្រង់យកពី website មកគឺឃើញថាដល់ឆ្នាំ2025គឺមានការចុះបញ្ជីចំនួន1712ករណីហើយដែលមានទំហំបទធននោះគឺ$2462លានបាទហើយឥឡូវនេះយើងនឹងក្រឡេកមកមើលច្បាប់យើងវិញម្ដងបាទគោលបំណងរបស់ច្បាប់ក៏ដូចជាគោលដៅរបស់ច្បាប់ស្ដីពីបទធនបាលកិច្ចនឹងតើមានគោលបំណងក៏ដូចជាគោលដៅកំណត់បែបណាខ្លះអញ្ចឹងគោលបំណងនៃច្បាប់ស្ដីពីបទធនបាលកិច្ចបាទគឺ
ដើម្បីគ្រប់គ្រងបរិធនដែលត្រូវបានបង្កើតឡើងនៅក្នុងប្រជាជាតិនៃកម្ពុជាបាទនឹងមានគោលដៅកំណត់អំពីវិធាននីតិវិធីនៃការបង្កើតការចុះបញ្ជីការគ្រប់គ្រងនិងការត្រួតពិនិត្យបរិធនបាលកិច្ចចំពោះស្ថាប័នដែលមានសិទ្ធិអនុវត្តសមត្ថកិច្ចបាទដែលយើងអានច្បាប់ទៅយើងនឹងឃើញថាគ្រប់ពាក្យពេចន៍ទាំងអស់គឺប្រើសំដៅចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប៉ុន្តែគឺមានអាជ្ញាធរមួយដែលគាត់មានសិទ្ធិក្នុងការអនុវត្តសមត្ថកិច្ចទាំងអស់នោះគឺនាយកបរិធនបាលកិច្ចបើយើងផ្អែកទៅលើមាត្រា20នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបាទអញ្ចឹងនៅក្នុងនេះគឺមានអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារក៏ស្ថិតនៅក្នុងចំណោមវិស័យបរិធនបាលកិច្ចមួយដែរបាទដែលជាអ្នកចេញប្រកាសផ្សេងដែលពាក់ព័ន្ធជាមួយនឹងវិស័យបរិធនបាលកិច្ចបាទដូចជាប្រកាសស្តីពីវិធានក្នុងការគ្រប់គ្រងបាទការរៀបចំនិងការទៅបរិធនបាលកិច្ចក៏ចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារដែរបាទអញ្ចឹងគឺអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនេះគ្រប់គ្រងលើវិស័យបរិធនបាលកិច្ចផងដែរព្រោះវិស័យបរិធនបាលកិច្ចគឺជាវិស័យមួយជាវិស័យសេវាហិរញ្ញវត្ថុមិនមែនជាធនាគារទេបាទឥឡូវយើងមើលតើអត្ថន័យនៃបរិធនបាលកិច្ចគឺសំដៅលើអីបើតាមសទានុក្រមច្បាប់របស់យើងគឺសំដៅដល់កិច្ចការគ្រប់គ្រងការចាត់ចែងបរិធនដែលផ្ដល់ដោយបរិធនបាលទាយុបាទអ្នកដែលមានទ្រព្យទៅឲ្យបរិធនបាលបាទដែលជាអ្នកមានចំណេះដឹងមានវិជ្ជាជីវៈអីត្រឹមត្រូវមានគុណវុឌ្ឍច្បាស់លាស់បាទដែលមានទទួលបានអាជ្ញាប័ណ្ណនោះគឺដើម្បីប្រយោជន៍ដល់អដ្ឋាគិអគ្គដែលអនុលោមតាមលិខិតបទធនបាលឬក៏បទបញ្ញត្តិជាធរមានដែលយើងស្គាល់ថា Trust Deed បាទជាលិខិតបទធនបាលតើលិខិតបទធនបាលនឹងជាអីបាទយើងក្រឡេកទៅមើលលិខិតបទធនបាលនៅក្នុងសទានុក្រមដូចគ្នាគឺសំដៅទៅលើលិខិតកតេយុត្តដែលកំណត់ជាអាចអំពីការបង្កើតការគ្រប់គ្រងការចាត់ចែងនិងការបញ្ចប់បទធនបាលកិច្ចដែលត្រូវធ្វើឡើងដោយបាទបទធនបាលទាយុឬអ្នកផ្ដល់វិភាគទានបទធនបាលកិច្ចនិងបទធនបាលដែលមានការបញ្ជាក់ពីសារការីឬមេធាវីឬឃុំសង្កាត់ដោយបុគ្គលផ្សេងទៀតដែលមានចែងក្នុងបទបញ្ញត្តិជាធរមានហើយនិយាយម្យ៉ាងទៀតនោះមតកសាសឬក៏បណ្ដាំមរតកដែលធ្វើឡើងស្របតាមបញ្ញត្តិស្ដីពីសន្តិកម្មនៃក្រមរដ្ឋវេនីនេះក៏ចាត់ទុកជាលិខិតបរិធនបាលកិច្ចដែរប៉ុន្តែដើម្បីអាចធ្វើប្រតិបត្តិការនៅក្នុងវិស័យបរិធនបាលកិច្ចបានលុះត្រាតែយកលិខិតមតកសៈនោះបាទយកទៅចុះបញ្ជីនៅនិយត្តករបរិធនបាលកិច្ចបាទឥឡូវនេះបើយើងក្រឡេកទៅមើលប្រភេទនៃបរិធនវិញប្រភេទនៃបរិធនបាលកិច្ចគឺមាន4នៅក្នុងច្បាប់ស្តីពីបរិធនបាលកិច្ចប៉ុន្តែនៅក្នុងប្រកាសបាទស្តីពីវិធានក្នុងការគ្រប់គ្រងការរៀបចំនិងការរំពត់ទៅបរិធនបាលកិច្ចគឺមានបរិធនបាលកិច្ចហិរញ្ញវត្ថុមួយទៀតដែលនីតិវិធីនៃការចុះបញ្ជីនឹងគឺត្រូវអនុវត្តតាមអនុក្រឹត្យបាទផ្សេងមួយទៀតបាទប៉ុន្តែនៅទោះជាយ៉ាងណាក៏ដោយបើយើងក៏រលែកមើលប្រភេទនៃបរិធនបាលកិច្ចនេះគឺមានបរិធនបាលកិច្ចពាណិជ្ជកម្មបាទបរិធនបាលកិច្ចសាធារណៈបរិធនបាលកិច្ចសង្គមបរិធនបាលកិច្ចបុគ្គលបូករួមទាំងបរិធនបាលកិច្ចហិរញ្ញវត្ថុបាទគឺអនុក្រឹត្យបានកំណត់ថាគោលបំណងនៃអនុក្រឹត្យស្តីពីបរិធនបាលកិច្ចហិរញ្ញវត្ថុហ្នឹងគឺមានគោលបំណងបាទគ្រប់គ្រងលើបរិធនបាលកិច្ចហិរញ្ញវត្ថុដែលបាទរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍនិងស្ថិតនៅក្រោមការគ្រប់គ្រងបាទរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបាទនេះគឺបរិធនបាលកិច្ចហិរញ្ញវត្ថុឥឡូវយើងមើលនៅក្នុងច្បាប់យើងគឺបានកំណត់និយមន័យនៃបរិធននីមួយប៉ុន្តែនៅក្នុងការបកស្រាយបទបង្ហាញនេះគឺខ្ញុំមិនបានលើកយកការបញ្យលពាក់ព័ន្ធជាមួយនឹងបរិធនបាលកិច្ចហិរញ្ញវត្ថុទេបាទអញ្ចឹងបរិធនបាល
លកិច្ចពាណិជ្ជកម្មគឺបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញសម្រាប់ជាប្រយោជន៍ដល់អ្នកផ្ដល់វិភាគទានបទធនបាលកិច្ចឬបុគ្គលណាមួយជាក់លាក់ដែលកំណត់ដោយអ្នកផ្ដល់វិភាគទានបទធនបាលកិច្ចបាទបទធនបាលកិច្ចសាធារណៈបង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទៅហើយបទធនបាលកិច្ចសង្គមបង្កើតឡើងនៅពេលដែលបទធនបាលទាយុធ្វើប្រទានកម្មទ្រព្យសម្បត្តិរបស់ខ្លួនទៅឲ្យបទធនបាលដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងសង្គមដូចជាក្នុងគោលបំណងវប្បធម៌អប់រំមនុស្សជាតិសាសនាឬក៏វិទ្យាសាស្ត្រហើយចំណែកឯបទធនបាលកិច្ចបុគ្គលបង្កើតឡើងសម្រាប់ជាប្រយោជន៍របស់បទធនបាលទាយុឬក៏បុគ្គលដែលកំណត់ជាក់លាក់ដោយបទធនបាលទាយុបាទនេះគឺជាសញ្ញាណទូទៅមួយចំនួនបាទដែលយើងត្រូវដឹងមុននឹងយើងឈានទៅដល់នីតិវិធីនៃការបង្កើតក៏ដូចជាការចុះបញ្ជីបទធនបាទបើយើងក៏លេខទៅមើលទស្សនភាពនៃបទធនបាលកិច្ចគឺត្រូវមានពីរដំណាក់កាលទី1ត្រូវតែបង្កើតសិនហើយដំណាក់កាលទី2យកទៅចុះបញ្ជីបាទនៅនិយត្តករបទធនបាលកិច្ចបាទប៉ុន្តែសមាសធាតុត្រូវមានអីខ្លះមុននឹងយកទៅចុះបញ្ជីបានបាទទី1ត្រូវស្នើសុំការអនុញ្ញាតជាគោលការណ៍ជាមុនហើយត្រូវជ្រើសរើសយកបទធនបាលបាទអញ្ចឹងបទធនបាលទាយុត្រូវតែជ្រើសរើសរកបទធនបាលណាដែលមានអាជ្ញាប័ណ្ណបាទស្ថិតនៅក្នុងបញ្ជីអនុញ្ញាតរបស់នាយកករបទធនបាលកិច្ចបាទឥឡូវយើងមើលនីតិវិធីវិញនីតិវិធីនៃការបង្កើតបទធនបាលកិច្ចបាទទី1គឺបទធនបាលទាយុហ្នឹងគឺត្រូវជ្រើសតាំងបទធនបាលឬក៏ប្រតិបត្តិករបទធនបាលបាទដែលគាត់ទទួលបានអាជ្ញាប័ណ្ណអនុញ្ញាតពីនាយកករបទធនបាលកិច្ចហើយត្រូវដាក់ពាក្យស្នើសុំបាទបង្កើតទៅនាយកករបទធនបាលកិច្ចហើយនាយកករបទធនបាលកិច្ចគាត់ពិនិត្យពាក្យស្នើសុំនិងឯកសារភ្ជាប់ផ្សេងៗបន្ទាប់មកបានគាត់អនុញ្ញាតឲ្យមានការតែងតាំងបទធនបាលបាទបន្ទាប់ពីការតែងតាំងបទធនបាលហើយបទធនបាលត្រូវតែមានកាតព្វកិច្ចមួយទៀតបាទត្រូវដាក់ពាក្យស្នើសុំបង្កើតបាទបទធនបាលកិច្ចក្នុងរយៈពេល15ថ្ងៃហើយនាយកករបទធនបាលកិច្ចសម្រាប់បដិសេធឬក៏ឲ្យបង្កើតបទធនបាលកិច្ចគឺមិនលើសពីរយៈពេល15ថ្ងៃនៃថ្ងៃធ្វើការបាទន័យថាបន្ទាប់ពីអនុញ្ញាតមានការតែងតាំងបទធនបាលហើយគឺត្រូវតែដាក់ពាក្យស្នើសុំបង្កើតបទធនបាលកិច្ចទៅនាយកករបទធនបាលកិច្ចក្នុងរយៈពេល15ថ្ងៃហើយនាយកករបទធនបាលកិច្ចហ្នឹងគាត់អនុញ្ញាតឬក៏មិនអនុញ្ញាតហ្នឹងគឺនៅក្នុងរយៈពេល15ថ្ងៃនៃថ្ងៃធ្វើការដែរបាទបន្ទាប់ពីការបង្កើតបានជោគជ័យហើយគឺត្រូវតែធ្វើការចុះបញ្ជីបទធនបាលកិច្ចដើម្បីធ្វើប្រតិបត្តិការបទធនបាលកិច្ចនៅក្នុងប្រទេសជាណាចក្រកម្ពុជាយើងឲ្យវាបានស្របច្បាប់ប៉ុន្តែសមាសភាពនៃការចុះបញ្ជីហ្នឹងគឺត្រូវតែមានសមាសភាពច្បាស់លាស់បាទតែសមាសភាពដែលសំខាន់ជាងគេនៅក្នុងហ្នឹងគឺមានចំនួន3ដែលទី1គឺគោលបំណងបទធនបាលកិច្ចដោយដែលខ្ញុំបានរៀបរាប់ពីខាងដើមអញ្ចឹងដកតែបទធនបាលកិច្ចហិរញ្ញវត្ថុចេញគឺមាន4ផ្សេងហ្នឹងគឺត្រូវតែមានគោលបំណងស្របទៅតាមប្រភេទនៃបទធនបាលកិច្ចអាចជាបទធនបាលកិច្ចពាណិជ្ជកម្មអាចជាបទធនបាលកិច្ចសាធារណៈអាចជាបទធនបាលកិច្ចសង្គមអាចជាបទធនបាលកិច្ចបុគ្គលអញ្ចឹងគោលបំណងបទធនបាលកិច្ចហ្នឹងគឺសំដៅទៅលើប្រភេទនៃបទធនបាលកិច្ចដែលបានរៀបរាប់ខាងលើចុះភាគីបទធនបាលភាគីបទធនបាលកិច្ចគឺមាន3ដូចគ្នាទី1បាទគឺជាបទធនបាលទាយុទី2បទធនបាលហើយទី3គឺអដ្ឋាគិអគ្គអ្នកទទួលប្រយោជន៍ពីប្រតិបត្តិការបទធនបាលនឹងហើយសមាសធាតុដែលសំខាន់មែនទែននៅក្នុងការចុះបញ្ជីគឺលិខិតបទធនបាលកិច្ចបាទដែលក្នុងនោះមានកំណត់ពីបែបបទផ្សេងការគ្រប់គ្រងការចាត់ចែងអីការបញ្ចប់បទធនបាលកិច្ចអីផ្សេងគឺនៅក្នុងនឹងទាំងអស់ដែលយើងហៅថាវាជាលិខិតកតញ្ញូវាជាកិច្ចសន្យាមួយប្រភេទដែរប៉ុន្តែនៅក្នុងវិស័យបទធនបាលកិច្ចបើសិនជាគ្មានការចុះបញ្ជីទេលិខិតបទធនបាលកិច្ចនោះគឺជាលិខិតដែលមិនស្របច្បាប់ហើយនឹងអាចទទួលរងការផាកពិន័យក៏ដូចជាការផ្ដន្ទាទោសដោយផ្អែកទៅលើមាត្រា43នៃច្បាប់ស្តីពីបទធនបាលកិច្ចផងដែរបាទឥឡូវយើងមើលនៅក្នុងមាត្រា28នៃច្បាប់ស្តីពីបទធនបាលកិច្ចបានចែងថាបទធនបាលកិច្ចទាំងអស់មានអានុភាពលុះត្រាតែចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុក្នុងរយៈពេលមិនលើសពី3ខែបន្ទាប់ពីការបដិសេធនៃការបង្កើតបទធនបាលកិច្ចអញ្ចឹងបន្ទាប់ពីការចុះបញ្ជីហើយគឺត្រូវតែសំទោសបន្ទាប់ពីការបង្កើតបទធនបាលកិច្ចហើយគឺត្រូវតែយកទៅចុះបញ្ជីអ្នកដែលមានកាតព្វកិច្ចនៅក្នុងការចុះបញ្ជីគឺបទធនបាលបាទដែលគាត់បានទទួលបានការតែងតាំងហើយបាទបន្ទាប់ពីការបង្កើតបទធនបាលកិច្ចគឺត្រូវតែរៀបចំឯកសារដាក់ពាក្យស្នើសុំបាទចុះបញ្ជីបទធនបាលកិច្ចបាទអញ្ចឹងឯកសារផ្សេងដូចមានចែងនៅក្នុងឧបសម្ព័ន្ធ2នៃអនុក្រឹត្យ114អនុក្រមបកស្តីពីការចុះបញ្ជីបទធនបាលកិច្ចហ្នឹងមានឯកសារមួយចំនួនជាប់ផ្សេងដែលចាំបាច់ដែលកំណត់ដោយអគ្គនាយកនៃនាយត្តកបទធនបាលកិច្ចដែរបាទបន្ទាប់មកគឺនាយត្តកបទធនបាលកិច្ចត្រួតពិនិត្យពាក្យស្នើសុំចុះបញ្ជីនិងពិនិត្យពាក្យស្នើសុំព្រមទាំងពិនិត្យលើឯកសារជាប់ផ្សេងនឹងបន្តទៀតហើយបន្ទាប់មកគឺគាត់អនុញ្ញាតបាទឲ្យចុះបញ្ជីបទធនបាលកិច្ចដោយចេញសេចក្តីសម្រេចនិងចេញវិញ្ញាបនបត្រចុះបញ្ជីបទធនបាលកិច្ចទៅឲ្យបទធនបាលដែលជាម្ចាស់សំណើបាទស្នើសុំចុះបញ្ជីបទធនបាលកិច្ចអាហ្នឹងបើផ្អែកតាមមាត្រា13នៃអនុក្រឹត្យស្តីពីការចុះបញ្ជីបទធនបាលកិច្ចបាទហើយបើយើងមើលនីតិវិធីនៃការចុះបញ្ជីបានន័យថាបន្ទាប់ពីការបង្កើតហើយបាទបទធនបាលគាត់មានកាតព្វកិច្ចស្នើសុំចុះបញ្ជីបទធនបាលកិច្ចទៅបាទនបថឬក៏យើងហៅពាក្យពេញថានាយត្តកបទធនបាលកិច្ចបាទអញ្ចឹងនាយត្តកបទធនបាលកិច្ចអាចសម្រេចការចុះបញ្ជីឬក៏បដិសេធការចុះបញ្ជីក្នុងរយៈពេល90ថ្ងៃប៉ុន្តែមុននឹងការបដិសេធនោះក៏នបថពិនិត្យលើពាក្យស្នើសុំចុះបញ្ជីក៏ដូចជាឯកសារផ្សេងបើសិនជាបាទពុំបានបំពេញគ្រប់គ្រាន់ឬក៏បំពេញគ្រប់លក្ខខណ្ឌទេគាត់ក៏ជូនដំណឹងទៅបាទម្ចាស់សំណើវិញដែរបាទទៅបទធនបាលវិញដែរក្នុងរយៈពេលបាទ30ថ្ងៃនៃថ្ងៃធ្វើការអញ្ចឹងបើសិនជាមិនទាន់គ្រប់ទេបទធនបាលគាត់ត្រូវយកឯកសារហ្នឹងយកមកកែតម្រូវក៏ដូចជាបំពេញលក្ខខណ្ឌហើយបកគលជូនទៅខាងបាទនាយត្តកបទធនបាលកិច្ចក្នុងរយៈពេល15ថ្ងៃវិញបាទនៃថ្ងៃធ្វើការហ្នឹងក្នុងករណីដែលមានការកែតម្រូវប៉ុន្តែបើអត់មានទេក្នុងរយៈពេល3ខែនាយត្តកបទធនបាលកិច្ចគាត់នឹងចុះបញ្ជីឲ្យក្នុងកំឡុងពេលណាមួយនៃរយៈពេល90ថ្ងៃនៃថ្ងៃធ្វើការហ្នឹងបាទឥឡូវយើងមើលបទធនបាលកិច្ចបង្កើតហើយតើត្រូវបញ្ចប់បែបណាបញ្ចប់នៅពេលណានេះជាចម្ងល់របស់យើងទាំងអស់គ្នាទៅទេបាទអញ្ចឹងបទធនបាលកិច្ចគឺត្រូវបានបញ្ចប់ក្នុងករណីណាមួយដូចខាងក្រោមនឹងបើផ្អែកលើមាត្រា32នៃច្បាប់ស្តីពីបទធនបាលកិច្ចក៏ដូចជាប្រការ63នៃប្រកាសស្តីពីវិធានក្នុងការគ្រប់គ្រងការរៀបចំនៃការប្រព្រឹត្តទៅនៃបទធនបាលកិច្ចបាទអញ្ចឹងគឺចែងដូចគ្នាអញ្ចឹងទី1គឺការមកដល់នៃការលាវសានបាទដល់ពេលកំណត់រយៈពេលកំណត់នៅក្នុងលិខិតបទធនបាលកិច្ចហ្នឹងកំណត់រយៈពេលប្រមាណ5ឆ្នាំ10ឆ្នាំឬក៏20ឆ្នាំបាទប៉ុន្តែបើនៅក្នុងហ្នឹងគ្មានការកំណត់ទេបាទបទធនបាលកិច្ចហ្នឹងគឺមានរយៈពេលរហូតទៅដល់100ឆ្នាំបាទនៅក្នុងច្បាប់ស្តីពីបទធនបាលកិច្ចកំណត់ថាមិនលើសពី100ឆ្នាំដូច្នេះគឺអាចមានរយៈពេលរហូតទៅដល់100ឆ្នាំបាទមួយទៀតគឺបានសម្រេចគោលបំណងរបស់បទធនបាលកិច្ចបាទដូចបទធនបាលកិច្ចខ្លះជាបទធនបាលកិច្ចសង្គមទៅទេបាទដែលយើងឃើញកាលពីមុនតិចមិញហ្នឹងដែលខ្ញុំបានធ្វើបទបង្ហាញហ្នឹងអញ្ចឹងបើក្នុងផ្នែកអប់រំវប្បធម៌ឬក៏សាសនាបានសម្រេចហើយក៏ដល់ពេលដែលត្រូវបញ្ចប់ដូចគ្នាបាទមួយទៀតការបញ្ចប់ដោយឆន្ទានុសិទ្ធិឬមតិជាឯកច្ឆន្ទរបស់បទធនបាលទាយុបាទមួយទៀតតាមសេចក្តីសម្រេចរបស់តុលាការមានសមត្ថកិច្ចឬក៏តាមករណីផ្សេងទៀតដោយមានចែងក្នុងលិខិតបទធនបាលកិច្ចបាទបើយើងមើលការបញ្ចប់ក៏ត្រូវមាននីតិវិធីនៃការបញ្ចប់ដែរអញ្ចឹងដើម្បីបញ្ចប់បានលុះត្រាតែបទធនបាលកិច្ចជូនដំណឹងទៅនៅបទធរយ៉ាងតិចបំផុត30ថ្ងៃមុនការលាវសាននៃបទធនបាលកិច្ចដែលស្ថិតនៅក្រោមការគ្រប់គ្រងថែរក្សាសុវត្ថិភាពនិងចាត់ចែងរបស់ខ្លួនបាទមុននឹងដាក់ឲ្យបញ្ចប់បទធនបាលកិច្ចបទធនបាលទាយុត្រូវស្នើសុំអគ្គនាយកនៃនបថដើម្បីធ្វើការជំរះបញ្ជីបទធនបាលកិច្ចតាមបែបបទនិងនីតិវិធីដែលកំណត់ដោយនបថអញ្ចឹងត្រូវធ្វើការជំរះបញ្ជី
ជូនដំណឹងហើយត្រូវស្នើសុំជំរះបញ្ជីបាទបន្ទាប់ពីជំរះបញ្ជីបធនបាលកិច្ចបធនបាលត្រូវផ្ទេរទ្រព្យសម្បត្តិបធនបាលកិច្ចដែលនៅសល់ស្របតាមលក្ខខណ្ឌនៃបធនបាលកិច្ចផ្ទេរទ្រព្យសម្បត្តិបធនបាលកិច្ចទាំងអស់ទៅអដ្ឋាគិអគ្គដែលនៅមានជីវិតរស់នៅទាំងអស់ក្នុងចំណែកស្មើគ្នាក្នុងករណីដែលបធនបាលកិច្ចនោះមិនកំណត់អំពីបុគ្គលដែលត្រូវទទួលទ្រព្យសម្បត្តិបធនបាលកិច្ចនោះទេបានន័យថាម៉េចបានន័យថាបើសិនជានៅក្នុងលិខិតបធនបាលកិច្ចមិនបានកំណត់ថាបុគ្គលណាមួយដែលត្រូវទទួលបានបាទទ្រព្យសម្បត្តិនៃបធនបាលកិច្ចទេដូច្នេះអដ្ឋាគិអគ្គទាំងអស់គឺត្រូវបានចំណែកស្មើគ្នាបាទបើចែងមិនបានកំណត់ថាបុគ្គលនេះបានប៉ុណ្ណេះបុគ្គលនោះបានប៉ុណ្ណោះកបានប៉ុណ្ណេះខបានប៉ុណ្ណេះអីចឹងគឺត្រូវតែធ្វើការបែងចែកដែលមានចំណែកស្មើគ្នាដល់អដ្ឋាគិអគ្គមួយទៀតពាក់ព័ន្ធជាមួយនឹងការដោះស្រាយវិវាទនិងការធ្វើអធិការកិច្ចបាទអញ្ចឹងវិវាទគឺពាក់ព័ន្ធនឹងប្រតិបត្តិការបធនបាលកិច្ចបាទត្រូវដោះស្រាយដោយក្រុមប្រឹក្សាដោះស្រាយវិវាទបធនបាលកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ចឹងនៅក្នុងភាគីដែលបានលើកឡើងបាទទាំង3មានតាំងពីបធនបាលទាយួរបធនបាលក៏ដូចជាអដ្ឋាគិអគ្គដែរអញ្ចឹងអាចពាក់ព័ន្ធជាមួយនឹងការធ្វើប្រតិបត្តិការនឹងពាក់ព័ន្ធមួយប្រយោជន៍ផ្សេងពីគ្នាអញ្ចឹងដែរបាទហើយមានបុគ្គលគាត់ប្តឹងពីបញ្ហាផ្សេងអញ្ចឹងពេលដែលដាក់ពាក្យប្តឹងមកគឺត្រូវដោះស្រាយដោយក្រុមប្រឹក្សាដោះស្រាយវិវាទបធនបាលកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទលើកលែងតែមានការកំណត់ផ្សេងពីនេះដោយបញ្ញត្តិការពាក់ព័ន្ធអញ្ចឹងនៅពេលដែលមានការដោះស្រាយបាទអញ្ចឹងការដោះស្រាយឬក៏សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាដោះស្រាយវិវាទជាកម្មវត្ថុនៃបណ្ដឹងរដ្ឋបាលឬបណ្ដឹងតវ៉ាទៅតុលាការមានសមត្ថកិច្ចក្នុងរយៈពេល30ថ្ងៃគិតពីថ្ងៃចេញសេចក្តីសម្រេចអញ្ចឹងក្រុមប្រឹក្សាដោះស្រាយវិវាទដោះស្រាយចេញសេចក្តីសម្រេចទុកពេល30ថ្ងៃឲ្យបាទភាគីនៅក្នុងបណ្ដឹងហ្នឹងបាទអាចប្តឹងទៅតុលាការបានបាទហើយបើយើងមើលនីតិវិធីនៃការដោះស្រាយរបស់ក្រុមប្រឹក្សាដោះស្រាយវិវាទនៅពេលដែលមានការដាក់ពាក្យប្តឹងទៅគឺគាត់ទទួលហើយគាត់ត្រូវជ្រើសតាំងអ្នកត្រូវដោះស្រាយវិវាទបាទមួយរូបឬក៏ច្រើនរូបតាមបាទជាចំនួនសេសតាមការចាំបាច់ហើយកំណត់ទីតាំងក៏ដូចជាការបរិច្ឆេទនៃការដោះស្រាយវិវាទតាមការស្នើសុំរបស់ភាគីឬក៏លេខាធិការដ្ឋានកំណត់ការចំណាយលើកម្រៃសេវាអ្នកដោះស្រាយវិវាទពិនិត្យការស្នើសុំផ្សេងទៀតរបស់ភាគីវិវាទហើយជាពិសេសនោះការដោះស្រាយវិវាទគឺមានកំណត់ក្នុងរយៈពេលយ៉ាងយូរ45ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃដែលអ្នកដោះស្រាយត្រូវបានចាត់តាំងអញ្ចឹងការដោះស្រាយវិវាទគឺមានរយៈពេល45ថ្ងៃបាទមួយទៀតពាក់ព័ន្ធជាមួយនឹងការធ្វើអធិការកិច្ចការធ្វើអធិការកិច្ចហ្នឹងគឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានសិទ្ធិចាត់តាំងមន្ត្រីអធិការកិច្ចបធនបាលកិច្ចដើម្បីតាមដានស្រាវជ្រាវត្រួតពិនិត្យក៏ដូចជាជំរុញការអនុវត្តច្បាប់មន្ត្រីអធិការកិច្ចបធនបាលកិច្ចមានសិទ្ធិធ្វើអធិការកិច្ចលើបធនបាលកិច្ចនិងបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមន្ត្រីអធិការកិច្ចបធនបាលកិច្ចមានសិទ្ធិតាមដានត្រួតពិនិត្យស្រាវជ្រាវនិងស៊ើបអង្កេតបទល្មើសក្នុងវិស័យបធនបាលកិច្ចបាទនេះបើផ្អែកតាមមាត្រា35បាទហើយបើយើងមើលប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើអធិការកិច្ចគឺមានកំណត់ការធ្វើអធិការកិច្ចហ្នឹងមានពីរប្រភេទការធ្វើអធិការកិច្ចដើម្បីជំរុញការអនុវត្តច្បាប់ការធ្វើអធិការកិច្ចដើម្បីពង្រឹងការអនុវត្តច្បាប់បាទន័យថានៅពេលដែលមានការខ្វះខាតណាមួយការធ្វើអធិការកិច្ចគឺជំរុញឲ្យអនុវត្តច្បាប់ហ្នឹងឲ្យបានត្រឹមត្រូវបាទនៅក្នុងវិស័យបធនបាលកិច្ចប៉ុន្តែមួយទៀតពាក់ព័ន្ធជាមួយនឹងការប្រព្រឹត្តបទល្មើសនៅក្នុងវិស័យបធនបាលកិច្ចជាការសម្អាតប្រាក់ឬក៏បាទភេរវកម្មបាទជាដើមអញ្ចឹងមន្ត្រីអធិការកិច្ចគាត់ត្រូវតែមើលឲ្យព្រោះហេតុអីបានធ្វើដូច្នោះព្រោះមន្ត្រីអធិការកិច្ចគាត់ជាមន្ត្រីនគរបាលយុត្តិធម៌
គាត់មានសិទ្ធិក្នុងការស៊ើបអង្កេតបាទបទល្មើសបាទតាមដានស្រាវជ្រាវឆែកឆេរជាដើមតាមក្រមនីតិវិធីព្រហ្មទណ្ឌដែលមានកំណត់សិទ្ធិនិងសមត្ថកិច្ចរបស់ពួកគាត់ក្នុងការបាទធ្វើប្រតិបត្តិការតាមច្បាប់មួយទៀតពាក់ព័ន្ធជាមួយការដែលមិនចុះបញ្ជីបទធនបាលកិច្ចបាទប្រតិបត្តិការដែលមិនបានចុះបញ្ជីគឺជាបទល្មើសព្រហ្មទណ្ឌដោយដែលបានលើកឡើងពីខាងដើមអញ្ចឹងបាទទាំងទទួលការផាកពិន័យផងទាំងការផ្ដន្ទាទោសព្រហ្មទណ្ឌដែលមានចែងនៅក្នុងមាត្រា43នៃច្បាប់ស្តីពីបទធនបាលកិច្ចលើកទី1បើសិនជាការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចលើបទធនបាលកិច្ចបាទពិតជាមិនបានចុះបញ្ជីមែនគឺគាត់នឹងធ្វើការផាកពិន័យពី20លានរៀលទៅ50លានរៀលនិងបញ្ឈប់ការធ្វើប្រតិបត្តិការបទធនបាលកិច្ចហ្នឹងនឹងតម្រូវឲ្យចុះបញ្ជីបទធនស្របតាមបទបញ្ញត្តិនៃច្បាប់ហើយមួយទៀតបើសិនក្នុងករណីមិនរៀងចាទេបាទគាត់នឹងកសាងនីតិវិធីតាមបាទនីតិវិធីព្រហ្មទណ្ឌហ្នឹងបញ្ជូនទៅតុលាការហើយការសម្រេចថាផ្ដន្ទាទោសពិន័យជាប្រាក់ឬក៏ផ្ដន្ទាទោសដាក់ពន្ធនាគារនោះគឺតាមនីតិវិធីរបស់តុលាការប៉ុន្តែបើសិនជាមិនបានចុះបញ្ជីហើយមានការមិនរៀងចាទៀតគឺនឹងមានចំណាត់ការរបស់តុលាការដូចគ្នាបាទឥឡូវនេះយើងចូលមកដល់សេចក្តីសន្និដ្ឋានចំពោះបទធនបាលកិច្ចគឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារមួយបាទដែលខ្ញុំបានលើកឡើងពីខាងដើមអញ្ចឹងដែលមានតួនាទីគ្រប់គ្រងថែរក្សាចាត់ចែងបាទទ្រព្យសម្បត្តិរបស់បុគ្គលឬក្រុមណាមួយសម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយដែលអនុលោមតាមលិខិតបទធនបាលកិច្ចឬក៏បទបញ្ញត្តិជាធរមានហើយបទធនបាលកិច្ចគឺជាវិស័យមួយជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មការអភិវឌ្ឍសង្គមជាតិតាមរយៈការតាក់ទាញនៅមូលនិធិសង្គមនានាលំហូរទុនវិនិយោគទាំងក្នុងនិងក្រៅប្រទេសបាទអញ្ចឹងការរកស៊ីរបស់ជនបរទេសដោយដែលយើងបានដឹងស្រាប់ហើយថាច្បាប់ភូមិបាលយើងមិនអនុញ្ញាតឲ្យជនបរទេសដែលគ្មានសញ្ជាតិខ្មែរគាត់អាចទិញបាទឬក៏អាចជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុបានទេដូច្នេះវិស័យបទធនបាលកិច្ចនេះបានដើរតួយ៉ាងសំខាន់ក្នុងការជួយបាទទាក់ទាញវិនិយោគ